យើងបានត្រាស់ដឹងធម៌ដោយអត្ថជ្រាលជ្រៅនិងបានដល់មនុស្សទូទៅនិងដឹងហើយបដិបត្តិតាមបុគ្គលនៅក្នុងលោកនេះគឺមានច្រើនចំពោះណាស់អ្នកដែលមានសតិបញ្ញាឈ្លាសវៃការស្ដាប់ធម៌និងយល់បានក្នុងពេលដ៏ឆាប់រហ័សប្រៀបដូចជាផ្កាឈូកដែលនៅផុតអំពីទឹកការត្រូវពន្លឺព្រះអាទិត្យហើយក៏រីកបានព្រាមតែម្ដងអ្នកដែលមានសតិបញ្ញាប្រសើរការស្ដាប់ធម៌ហើយទទួលបាននូវការអប់រំបន្ថែមក៏នឹងអាចដឹងនិងបានយល់នៅពេលមិនយល់ប្រៀបបានដូចជាផ្កាឈូកដែលនៅមាត់ទឹកដែលនៅប្រប្រាស់មាត់ទឹកដែលនឹងរីកក្នុងថ្ងៃខាងមុខអ្នកដែលមានបញ្ញាតិចការស្ដាប់ធម៌ហើយទទួលបាននូវការអប់រំជាប្រចាំមានសទ្ធាមានសេចក្តីព្យាយាមមានសទ្ធាក្នុងទីបំផុតអាចដឹងនឹងយល់បានប្រៀបដូចជាផ្កាឈូកដែលនៅក្រោមទឹកដែលនឹងសន្សំផុតបំពេញទឹកហើយក៏រីកបាននៅក្នុងទីបំផុតដូចគ្នាហើយចំពោះអ្នកដែលមកក្រោយគេបំផុតសូម្បីស្ដាប់ធម៌ប៉ុណ្ណាក៏មិនអាចជ្រាបបានសូមកុំតន់អូរំលងតនេញាតិញោមចុចសៀម្នាក់មួយដើម្បីជាធម្មទានថ្ងៃស្អែកគឺជាថ្ងៃសិល15រោចសូមឲ្យសេចក្តីល្អរបស់ខ្ញុំដែលបានបំពេញកន្លងមកជួយថែរក្សារូបខ្ញុំនិងក្រុមគ្រួសារសូមជួបតែរឿងល្អមនុស្សល្អអ្វីដែលល្អសូមឲ្យសពសត្វទាំងអស់ដែលមានកម្មពៀវេរានឹងរូបខ្ញុំបាននៅចំណែកបុណ្យបាននៅសេចក្តីសុខសេចក្តីចម្រើននិងកុំឲ្យមានកម្មពៀវេរានឹងគ្នាតទៅថ្ងៃមុខទៀតអីសូមឲ្យចិត្តរបស់ខ្ញុំបានជ្រកក្រោមម្លប់ព្រះធម៌ដ៏ត្រជាក់សុខស្ងប់មិនមានកង្វល់ច្រើនការទុកច្រើនភ័យព្រួយបារម្ភច្រើននឹងដើរដេកជៀសនៃបុណ្យកុសលនេះសូមឲ្យបានជាបច្ច័យនៃការរួចផុតចាកទុក្ខបានដល់ត្រើយគឺព្រះនិព្វានសាធុសាធុសាធុឡាអ្នកហើយមិនចង់ឆក់ភាពកំសាដែលកើតឡើងមាននៅក្នុងសមរភូមិក៏ជាសេចក្តីស្លាប់ផងដែរបើយើងបកក្រោយនោះយើងទទួលសេចក្តីស្លាប់យើងត្រូវតែជំនះលើសេចក្តីស្លាប់ទាំងអស់នោះគ្មានអ្នកណាអាចប៉ះមាតុភូមិរបស់យើងបានទេយើងត្រូវតែឲ្យពួកវាសងមកវិញណាអ្វីដែលបាត់បង់ទៅវិញព្រមស្រីគ្រូលាលែងដឹងសុខទុក្ខការរស់នៅអារាមសន្តិវ័នដ៏ជ្រាលជ្រៅលាញាត្រឡប់ហើយត្រឹមនឹងទ្រូងស្ទើបានលាហើយញោមញាតក្នុងសង្សនាបើកម្មប្រចាំកាយសូមលាយាយតាទាំងកណ្ដែរលានឹងហើយលាដាច់សង្វាយរាប្រាចិត្តណារែងចំបែងជួបវិញទុកពេញសន្តាលាហើយគ្រូលានាងធ្លាប់ថែទួនដៃអើយសែន
សិស្សគុណប្រុងស្រីគ្រូលារាំងអង្គចាណាត្រានអនិច្ចាកម្មអើយសែនសងវេរីធំលៀនគ្នាគ្រានេះទាំងទឹកភ្នែកតាំងទ្រូងស្ទើបាយថ្លែងពុំបានលាឲ្យគ្រូលាខានឃើញមុខធ្វើមកដេចបើកម្មប្រចាំកាយលែងដឹងសុខទុក្ខការរស់នៅឲ្យគ្រូក្លៀតឆ្ងាយនិរាប្រាដល់ចិត្តមិនចង់ឃ្លីពីកលយាទុកពេញសន្តានអត់លះលះលាហើយញោមញាតក្នុងសង្សនាស្ដាយអើយសែនស្ដាយវិបស្សនាសូមកុំតន់អូរំលងតនែញាតិញោមចុចសៀម្នាក់មួយដើម្បីជាធម្មទានថ្ងៃស្អែកគឺជាថ្ងៃសិល15រោចសូមឲ្យសេចក្តីល្អរបស់ខ្ញុំដែលបានបំពេញកន្លងមកជួយថែរក្សារូបខ្ញុំនិងក្រុមគ្រួសារសូមជួបតែរឿងល្អមនុស្សល្អអ្វីដែលល្អសូមឲ្យសពសត្វទាំងអស់ដែលមានកម្មពីវេរានឹងរូបខ្ញុំបាននៅចំណែកបុណ្យបាននៅសេចក្តីសុខសេចក្តីចម្រើននិងកុំឲ្យមានកម្មពីវេរានឹងគ្នាតទៅថ្ងៃមុខទៀតអីសូមឲ្យចិត្តរបស់ខ្ញុំបានជ្រកក្រោមម្លប់ព្រះធម៌ដ៏ត្រជាក់សុខស្ងប់មិនមានកង្វល់ច្រើនការទុកច្រើនភ័យព្រួយបារម្ភច្រើននឹងដើរដេកជានៃបុណ្យកុសលនេះសូមឲ្យបានជាបច្ច័យនៃការរួចផុតចាកទុក្ខបានដល់ត្រើយគឺព្រះនិព្វានសាធុសាធុសាធុលែងដឹងសុខទុក្ខការរស់នៅអារាមសន្តិវ័នដ៏ជ្រា